មានបរិសម្នាក់បានដើរជាន់ពីងពាងដ៏ចៃដន្យប្រមាណវិនាទីក្រោយមកសត្វពីងពាងតូចៗរាប់ពាន់ក្បាលបានញាស់ចេញដោយសារតែសត្វពីងពាងមានលក្ខណៈពិសេសពួកគេមិនអាចយកកូនរបស់ពួកគេទាំងអស់យកមករុំព័ទ្ធជាមួយនឹងសំណាញ់ពីងពាងបានទេផ្ទុយទៅវិញកូនពីងពាងទាំងនេះត្រូវបានគេយកទៅដាក់នៅខាងក្នុងថង់ពងនៅពេលដែលកូនពីងពាងញាស់កូនពីងពាងរាប់មិនអស់បានបែកចេញពីសម្បុករបស់វាកូនពីងពាងទាំងអស់នឹងរត់ទៅរកម្ដាយប្រសិនបើចៃដន្យអ្នកទាំងអស់គ្នាដើរជាន់លើសម្បុករបស់ពីងពាងច្បាស់ណាស់កូនពីងពាងតូចៗទាំងអស់នឹងអាចមកវាយប្រហារលើអ្នកទាំងអស់គ្នាមិនទាន់បានប្រមាណសប្តាហ៍ផងពីងពាងចាប់ផ្ដើមធំលូតលាស់បានពេញវ័យនៅពេលដែលបរិសម្នាក់ចាប់សត្វពីងពាងនោះបានគាត់ចង់ចាប់វាយកមកដុតជាមួយនឹងក្រដាសសរួចដាក់ចូលទៅខាងក្នុងកែវគាត់គិតថាសត្វពីងពាងនោះមិនអាចវាឡើងលើកែវបានទេហើយមានមោទនភាពលើខ្លួនឯងខ្លាំងណាស់ដែលអាចចាប់សត្វពីងពាងនោះបានប៉ុន្តែពីងពាងបានវាចេញពីកែវពេលដែលគាត់មិនបានប្រុងប្រយ័ត្នហើយបានវាទៅលើខ្នងដៃរបស់គាត់យ៉ាងលឿនពីងពាងក៏បានខាំមកលើដៃរបស់គាត់មើលទៅគាត់មិនបានប្រុងប្រយ័ត្នជាមួយនឹងសត្វពីងពាងនោះទេនេះពិតជាវិធីដ៏ចម្លែកបំផុតដើម្បីសម្លាប់ខ្លួនឯងដែលមិនធ្លាប់ឃើញពីមុនមកបុរសម្នាក់បានឲ្យប្រពន្ធរបស់ខ្លួនទាញកំភ្លើងខ្លីដើម្បីបាញ់តែគ្រាប់កំភ្លើងមិនបានចំគាត់ទេគ្រាប់កំភ្លើងនោះបានផ្លាតចំដើមឈើនៅខាងក្រោយខ្នងទៅវិញធ្វើឲ្យគាត់ខឹងជាមួយនឹងដើមឈើនោះខ្លាំងណាស់គាត់បានប្រើពូថៅដើម្បីកាប់ដើមឈើនោះចោលតែសំណាងអាក្រក់ដើមឈើនោះមានអាយុកាលច្រើនឆ្នាំពេកធ្វើឲ្យគាត់កាប់ដើមឈើនោះមិនបាក់គាត់ក៏បានសម្រេចចិត្តយកគ្រាប់បែកដើម្បីចងផ្អោបជាមួយនឹងដើមឈើដើម្បីបំទុះចោលមិនទាន់បានប្រមាណនាទីក្រោយផងប្រពន្ធរបស់គាត់ក៏បានទាញកំភ្លើងខ្លីបាញ់ម្សាទៀតតែម្សានេះគាត់មិនបានសំណាងល្អដូចជាពីមុនទេធ្វើឲ្យគាត់បានស្លាប់បាត់បង់ជីវិតភ្លាមៗបុរសម្នាក់បានទិញកំភ្លើងខ្លីដើម្បីបាញ់តម្រង់ទៅជញ្ជាំងផ្ទះរបស់អតីតសង្សារគ្រាប់កំភ្លើងបានធ្លុះទៅរកអតីតសង្សារដែលនៅខាងក្នុងផ្ទះតែសំណាងល្អពួកគេបានយកទឹកយកមកចាក់ក្នុងប៉ាន់ដែកធ្វើឲ្យគ្រាប់កំភ្លើងមិនអាចទម្លុះជាមួយនឹងប៉ាន់ដែកនោះបានទេនាងសប្បាយចិត្តខ្លាំងណាស់អតីតសង្សាររបស់នាងបានចំណាយលុយម្សាទៀតដើម្បីទិញកំភ្លើងវែងក៏អាចទម្លុះជាមួយនឹងជញ្ជាំងដែកបានយ៉ាងងាយស្រួលបណ្ដាលឲ្យមិត្តស្រីរបស់គាត់ដែលនៅខាងក្នុងផ្ទះស្លាប់បាត់បង់ជីវិតភ្លាមៗតើអ្នកដឹងទេថាក្បាលកានឈោដែលមើលទៅគួរឲ្យស្រឡាញ់វាប្រែទៅជាអាម៉ូឡេតរបស់ឥណ្ឌាបន្ទាប់ពីពួកគេបានកម្ចាត់សត្រូវពួកគេទាំងអស់គ្នាបានបិទភ្នែករបស់សត្រូវនិងយកមកជុលដេរប្រទាក់ជាមួយនឹងខ្សែជាប់ជាមួយនឹងភ្នែកហើយមាត់ក៏ត្រូវបានដេរផ្ចិតទាំងស្រុងពួកគេទាំងអស់គ្នាជឿថាវិធីសាស្ត្រមួយនេះអាចបញ្ឈប់ព្រលឹងរបស់សត្រូវដែលចង់មកសងសឹកជាមួយនឹងគេបានបន្ទាប់ពីអ្វីៗទាំងអស់នេះបានរួចរាល់ពួកគេទាំងអស់គ្នាក៏បានដាក់ក្បាលទៅខាងក្នុងទឹកក្តៅដែលកំពុងតែពុះដូច្នេះហើយក្បាលក៏ចាប់ផ្ដើមរួចបន្តិចម្ដងពួកគេទាំងអស់គ្នាបានបំពេញផ្នែកខាងក្នុងដោយដុំថ្មដូច្នេះដំណើរការមើលទៅដូចជាសាមញ្ញធម្មតាប៉ុន្តែប្រជាជនឥណ្ឌាតែងតែមានជំនឿថាដរាបណាពួកគេទាំងអស់គ្នាយកវាមកពាក់លើដងខ្លួនវាជានិមិត្តសញ្ញានៃភាពរឹងមាំហើយវាក៏អាចប្រើជាអាហារក្នុងពេលសម្រន់ណាមួយដែរ